តោះបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលពស់ដែលវាមានស្នេហាជាមួយគ្នាបងប្អូនឬក៏ជាកັບកិរិយាដែលគាត់ដែលពស់វាត្រូវបង្កាត់ពូជបងប្អូនមើលទៅវាជាក្តីស្រឡាញ់បែបមនោសញ្ចេតនាឬដូចជាមនុស្សអញ្ចឹងបងប្អូនតែវាជាប្រភេទគណិតសត្វមួយចំនួនក៏វាមានវិធីសាស្ត្រក្នុងការស្វែងរកដៃគូនិងបង្កាត់ពូជយ៉ាងពិសេសដែរបងប្អូនហើយចំណុចសំខាន់នៃស្នេហារបស់បង្កាត់ពូជគឺពស់មិនប្រើសំឡេងឬហៅគូដូចសត្វបក្សីឬដូចកង្កែបទេបងប្អូនគឺផ្ទុយទៅវិញនៅពេលដែលរដូវបង្កាត់ពូជពស់ញីនឹងបញ្ចេញសារធាតុវានឹងបញ្ចេញសារធាតុគីមីមួយយ៉ាងដែលមានឈ្មោះថាសេរ៉ូម៉ូនសម្រាប់ឲ្យខាងឈ្មោលវាហិតក្លិនដឹងបងប្អូនឬចាប់ក្លិននេះឲ្យពីខ្យល់ហើយបញ្ជូនទៅកាន់សរីរាង្គពិសេសនៅក្នុងមាត់របស់វាដើម្បីតាមដានរកទីតាំងរបស់ពស់ញីវាពិតជាអស្ចារ្យមែនទែនបងប្អូនហើយនៅពេលដែលពស់ឈ្មោលតាមរកពស់ញីតែឃើញពួកវានឹងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីបង្កាត់ពូជបងប្អូន